ជាងយើងបន្តទៀតបាទអញ្ចឹងនៅក្នុងនេះយើងអាចមើលexample អូខេយើងមាន example ចឹងយើងអាចមើលនៅក្នុងនេះទៅបាទចម្លើយនៅក្នុងហ្នឹងហើយឥឡូវយើងតទៅទៀតបាទឥឡូវតទៀតយើងតាក់ទងជាមួយនឹងបាទយើងតាក់ទងជាមួយនឹង derivation of unit diagram អញ្ចឹងដូចយើងដឹងហើយថា unit diagram មិញគឺសំខាន់ណាស់អញ្ចឹងអញ្ចឹងក្នុងករណីនេះគឺយើងធ្វើយ៉ាងម៉េចដើម្បីបាន unit diagram អូខេអញ្ចឹងជាទៅគឺនៅក្នុងការដើម្បីបាន unit diagram ជាទៅគឺយើងត្រូវតែបាទ at least 5 qualified storm event អញ្ចឹងបានន័យថាក្នុងstorm របស់យើងក្នុងដូចជា annual diagram របស់យើងហ្នឹងបាទក្នុងមួយឆ្នាំឬក៏ច្រើនឆ្នាំនោះយើងមើលទៅថាតើយើងរកយកតែ5 qualify storm ឯបាទអញ្ចឹងដូចខ្ញុំបានរៀបរាប់ចឹងគឺ storm ហ្នឹងគឺត្រូវតែ isolate ឬក៏ independent បាទមួយទៀតគឺ uniform over entire duration ចឹងបានន័យថាព្រោះភ្លៀងយើងយកភ្លៀងប្រហែល1សង់ទីម៉ែត្រចឹងបាទយើងយកភ្លៀងប្រហែលព្រោះថាភ្លៀងមួយបាទយើងយកភ្លៀង1សង់ទីម៉ែត្រគឺបានន័យថាយើងភ្លៀងនេះគឺបានន័យថាវាមានកម្ពស់ទឹកនឹងតាំងពីម៉ោងទី1ដល់រហូតដល់ម៉ោងទី2ហ្នឹងគឺត្រូវតែ1សង់ទីម៉ែត្រដូចគ្នាបាទអានេះឧទាហរណ៍ដល់ភ្លៀង2ម៉ោងណាបាទយើងអាចយកភ្លៀងប្រហែលម៉ោងក៏បានដែរបាទរហ័សបាន storm uniform over entire ocean អញ្ចឹងភ្លៀងធ្លាក់នៅ1សង់ទីម៉ែត្រគឺក្នុងរយៈពេលបើភ្លៀងយើងគិត2ម៉ោងគឺត្រូវ1សង់ទីម៉ែត្រទៅប្រហែល1សង់ទីម៉ែត្រទៅ2ម៉ោងមួយទៀតគឺ1សង់ទីម៉ែត្រនេះត្រូវតែធ្លាក់ជុំវិញពេញតែ catchment របស់យើងបាទមួយទៀតគឺ storm duration must be 20 plus minus 20% of the បាទអញ្ចឹងដូចជាយើងយក2ម៉ោងអញ្ចឹងបាទ storm របស់យើងគឺត្រូវតែបានន័យថារយៈពេលភ្លៀងរបស់យើងនេះគួរតែវាអាចច្រើនជាង2ម៉ោងឬក៏តិចជាង2ម៉ោងអញ្ចឹងជាទូទៅគឺ preferably less បានន័យថាយើងយកដូចយើងយក2ម៉ោងគឺវាអាចថាធំជាង2ម៉ោង 20% ឬក៏ក្រោម2ម៉ោង 20% បាទប៉ុន្តែយើងចង់បាន less ច្រើនជាងបាទមួយទៀត storm duration must be បាទ d ចែកជាមួយនឹង5គឺ1លើ3 of basin lake បាទអញ្ចឹងរយៈពេលbasin lake របស់យើងបាទយើងនៅចាំ basin lake គឺបាទយើងសំដៅទៅលើមេរៀនរបស់យើងបាទ surface runoff បាទ basin lake របស់យើងគឺកន្លែងណាបាទនេះឃើញទេបាទ lake time basin lake time គឺយើងសំដៅទៅលើទឹកភ្លៀងរបស់យើងមិនមែនយើងដល់2ម៉ោងអញ្ចឹងពាក់កណ្ដាលវារហូតទៅដល់ peak hour របស់វាណាបាទអញ្ចឹងយើងហៅថាហ្នឹងគឺជា basin lake របស់វា basin lake time បាទអញ្ចឹងគឺយើងបាទម៉ោងគឺ storm duration របស់យើងគឺ1/5 នៃ L ហ្នឹងបាទឬក៏ទៅរហូតដល់1/3 នៃ L ហ្នឹង storm magnitude must be significant preferably between 1 to 4 cm អញ្ចឹង storm ដែលយើងយកមកប្រើបាទគួរតែមានតម្លៃប្រហែលជា1ទៅពី1ទៅ4សង់ទីម៉ែត្របាទអូខេអញ្ចឹងយើងមើលបាទអញ្ចឹងនៅក្នុងនេះគឺយើងនៅចាំទេបាទមេរៀនមុន surface runoff របស់យើងគឺយើងបានគឺអាមួយនេះមិនអញ្ចឹងបាទអញ្ចឹងនេះគឺជា surface runoff របស់យើងដែលយើងផ្ដាច់ base flow ហ្នឹងបាទឃើញទេបាទអញ្ចឹងយើងមាននេះឃើញទេអញ្ចឹងនៅក្នុងមេរៀនមួយយើងមុនហ្នឹងគឺយើងផ្ដាច់ base flow គឺយើងបាន direct runoff បាទអញ្ចឹងនៅក្នុងនេះអញ្ចឹងយើងបាននេះអញ្ចឹងយើងបានទឹកភ្លៀងរបស់យើងនៅក្នុងពេលហ្នឹងគឺទឹកភ្លៀងរបស់យើងប្រកាសជាអាចថា P មានតម្លៃ1វាអត់1សង់ទីម៉ែត្រទេបាទអញ្ចឹងយើងបានរយៈពេលគឺយើងដឹងបាទ P នេះយើងដឹងហើយ direct runoff របស់យើងនេះក៏ដឹងដែរអញ្ចឹងដើម្បីរកunit hydrograph គឺបាទយើងយកយើងឃើញកន្លែងនេះគឺបាទគឺ v របស់យើង v នៅកន្លែងនេះគឺស្មើជាមួយនឹង p គុណជាមួយនឹង a បាទ p គុណជាមួយនឹង a អញ្ចឹងកន្លែងនេះគឺបើយើងចង់រកមួយ unit របស់យើងគឺប្រកាសជាបាទ v ស្មើជាមួយនឹង1គុណជាមួយនឹង a អញ្ចឹងគឺបានន័យថាម៉េចបានន័យថា unit hydrogram របស់យើងនៅកន្លែងនេះគឺស្មើជាមួយនឹង ordinate របស់យើង direct runoff របស់យើងបាទគឺបានន័យស្មើ direct runoff របស់យើងនឹងចែកជាមួយនឹង
ទឹកភ្លៀងរបស់យើងហ្នឹងទៅបាទទឹកភ្លៀងeffective rainfall របស់យើងហ្នឹងទៅអញ្ចឹងយើងនឹងបានបាទ unit hydrograph នៅកន្លែងនេះបាទយើងបាន coordinate ទូចៗណាបាទអូខេនឹងគឺជាការរក unit hydrograph បាទអញ្ចឹងនៅពេលដែលដោយសារតែយើង select 5 storm បាទអញ្ចឹងយើងប្រកាសជាបាន storm មួយបាទដូចថាយើងយក2ម៉ោងបាទអញ្ចឹង storm របស់យើងហ្នឹងគឺហាក់ប្រហែលគ្នាមកបាទអញ្ចឹងយើងបាន5ម៉ោងយើងឃើញទេក្នុងនេះគឺយើងបាន storm ถึง5 storm 5 direct run off របស់យើងអូខេ5 UH បានន័យថាយើងឥឡូវយើងចែកជាមួយនឹង effective rainfall យើងហើយ direct run off របស់យើងចែកអញ្ចឹងយើងបាន UH របស់យើងកន្លែងនេះអញ្ចឹង5 storm គឺយើងបានប្រកាសជា UH របស់យើងមួយនឹងខុសៗគ្នាបាទបាទអញ្ចឹងនៅក្នុងនេះតែយើងសម្លេចយកមួយយ៉ាងម៉េចទៅបាទអញ្ចឹងក្នុងនេះគឺយើងឃើញថាបាទយើងឃើញថាឥឡូវយើងចូលដល់នេះវិញបាទចូលដល់នេះទៅស្រួលបញ្យល់ក្នុងតារាងនេះអញ្ចឹងយើងឃើញថា5 storm របស់យើងបាទយើងឃើញថា storm ទី1 storm ទី2 storm ទី3ទី4និងទី5អានេះគឺ UH ដែលយើងដូចខ្ញុំនិយាយយើង select 5អញ្ចឹងយើងមានទឹកភ្លៀងយើងមានទឹកភ្លៀងអញ្ចឹងយើងចែកជាមួយនឹងយើងយក direct run off របស់យើងចែកជាមួយទឹកចំនួនបរិមាណទឹកភ្លៀងរបស់យើងទៅទឹកភ្លៀងនេះគឺ effective rainfall ណាដក V index ហើយអញ្ចឹងយើងនឹងឃើញ storm ទី1ប៉ុណ្ណេះ UH វា storm ទី2 UH storm ទី3 UH ទី4ទី5អញ្ចឹងយើងធ្វើយ៉ាងម៉េចទៀតដោយសារក្នុងករណីរបស់យើងគឺយើងត្រូវការបាទយើងត្រូវការ Q យើងត្រូវការបាទយើងត្រូវការយើងគណនារកdetermine average QP Q peak T peak ហើយនិង T base អញ្ចឹងយើងត្រូវការ parameter 3ដែលយើងត្រូវការគឺបានន័យថាយើងត្រូវការ peak របស់វា Q peak របស់វាបាទយើងត្រូវការ Q peak របស់វាយើងត្រូវការ T peak របស់វាហើយនឹងយើងត្រូវការ T base គឺ TB នេះបាទអញ្ចឹងយើងមើលនៅក្នុងនេះបាទអញ្ចឹងនៅក្នុងនេះក្នុងឧទាហរណ៍នេះគឺបានន័យថាយើងឃើញអានេះ peak របស់វាមិនអញ្ចឹងបាទ Q peak របស់វា Q peak នៃ storm ទី2 Q peak storm ទី3ទី4និងទី5សិតតែ peak ទាំងអស់កំហុងមួយទៀតយើងត្រូវការយើងត្រូវការ TB បាទ time TPB នេះ time to peak អញ្ចឹង time to peak គឺបើយើងបាន storm ទី1របស់យើងមិនបាន4ម៉ោង storm ទី2មិនម៉ោង6ម៉ោង storm ទី3មិនម៉ោងបាទ4ម៉ោង storm ទី4មិនម៉ោង6ម៉ោង storm ទី5 4ម៉ោងអញ្ចឹងរួចហើយមកយើងត្រូវការមួយទៀតគឺ time base យល់ឃើញទេ time base របស់យើងគឺ storm ទី1យើងមាន20 storm ទី2យើងមាន22 storm ទី3យើងមាន10 storm ទី4យើងមាន22 storm ទី5យើងមាន20អញ្ចឹងយើងឃើញថាដើម្បីរកaverage TP time to peak របស់យើងប្រកាសជាបាទ4បូក6បូក4បូក6បូក4នេះណាចែកបោកជុំហើយយើងបែកចែកជាចាញ់5នេះយើងឃើញ 1/3 បាទ Q peak របស់យើងគឺបាទយើងយកអានេះបូកជាមួយ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 នេះ5ដងនឹងមកហើយចែកជាមួយ5យើងបាន 9.4 time to base time base របស់យើងគឺបាទយើងឃើញកន្លែងនេះគឺខ្សែទី1យើងមាន20ម៉ោងទី2ទី22ទី3 18ទី4 22ទី5 20អញ្ចឹងបូកចូលគ្នាចែក5នោះយើងបាន 20.4 បាទអញ្ចឹងបន្តមកទៀតគេឲ្យរកទៀតបាទ adjust curve must be smooth check the area អូខេបន្តមកទៀតយើងឃើញថាសម្រាប់ storm មួយបើសិនជាយើងធ្វើការបាទយើងធ្វើការបូក storm ទី1ហ្នឹងបាទបើសិនយើងបាទបូក UH របស់យើងប្រកាសជាបាន average វានេះបាទយើងបាន average ទាំងអស់នៅក្នុងនោះអូខេបាទអញ្ចឹងបូកមកយើងឃើញថាអានេះគឺវានឹងស្មើជាមួយនឹងអានេះគឺសម្រាប់បាទ rainfall rainfall access ឬក៏ effective rainfall វាគឺ1 សង់ទីម៉ែត្រកន្លែងនេះមិនបានបូកទាំងអស់នេះបើបូកទៅវាស្មើជាមួយ1ហើយបាទអានេះគឺបានន័យថាទឹកភ្លៀង1សង់ទីម៉ែត្ររបស់យើងគឺនឹងធ្វើឲ្យបាទ direct run off របស់យើងនៅក្នុង catchment របស់យើងនឹងស្មើតែប៉ុណ្ណឹងបាទតែចាំថានេះគឺយើងវាស់បាទមិនមែនចេះតែមានតម្លៃទេទៅទៀតអញ្ចឹងយើងឃើញថាយើងអត់ចាស់វាយ៉ាងម៉េចទៅបាទអញ្ចឹងយើងឃើញថាអានេះគឺជា UH បាទ unit hydrograph របស់យើងដែលយើងធ្វើ average មិញហ្នឹងហើយប៉ុន្តែយើងឃើញថាយ៉ាងម៉េចដែរ peak របស់វាមិញបើយើងរកនៅក្នុង UH របស់យើង peak របស់វាគឺបាន 9.4 ឃើញទេបាទ 9.4 ហើយpeak របស់វា 9.4 បាទ peak 9.4 វាត្រូវជាមួយនឹង
បាទ 9.4 នេះវាត្រូវជាមួយនឹង time to peak របស់យើងគឺ 4.8 គឺប្រហែលជា 5 ម៉ោងបាទអញ្ចឹងហើយមកកន្លែងនេះគឺយើងត្រូវឆ្លៀតវាយើងឆ្លៀតវាឃើញទេមិញ 9.4 យើងបាន 6 ឯងបាទអញ្ចឹងនៅក្នុងនេះដោយសារតែ time to peak របស់យើង 5 ម៉ោងអញ្ចឹងយើងត្បៀតវា 5 ម៉ោងចន្លោះនៅកន្លែងនេះ 5 ម៉ោងហើយ time to peak របស់យើងគឺ 4.4 គឺយើងដាក់កន្លែងនេះអញ្ចឹងបាទទៅទៀតដោយសារយើងមាន time base តែយើងនៅ time base មួយទៀតយើងឃើញថា time base របស់យើងគឺ time base របស់យើងគឺ20ម៉ោងបាទ20ម៉ោងយើងកាត់យក20ម៉ោងទៅយើងយក20បាទយើងយក20ប៉ុន្តែយើងឃើញនៅក្នុងនេះរបស់យើងគឺ20របស់យើងគឺបាទយើងឃើញ20របស់យើងគឺនៅមានតម្លៃដោយសារយើងធ្វើ average គឺតម្លៃdirect run off របស់យើងគឺ 0.2 បាទ 0.2 អញ្ចឹងដោយសារតែមិញ20ម៉ោងរបស់យើងហ្នឹងបាទនិយាយឃើញទេ20ម៉ោងរបស់យើងហ្នឹងគឺវាអត់មានតម្លៃទេដោយសារតែ time base យើងដឹងហើយ time base គឺបានន័យថា Q វាស្មើនឹង0បាទអញ្ចឹងបានកន្លែងនេះគឺ 0.2 យើងលុបវាចោលឃើញទេកន្លែងនេះ20 average របស់យើងគឺ 0.2 តែដោយសារតែការគណនាយើងសម្រួលវាគឺបានតែ20កន្លែងនេះគឺស្មើនឹង0អញ្ចឹងហើយនេះគឺជាបាទនឹងគឺជាចុងក្រោយហើយបាទគឺជាបានន័យថានៅក្នុង catchment របស់យើងបាទទឹកភ្លៀង1សង់ទីម៉ែត្រគឺស្មើគឺនឹងធ្វើឲ្យមាន unit hydrograph របស់យើងរបៀបអញ្ចឹងបាទអញ្ចឹងអានេះឃើញទេបាទអានេះគឺជាអ្វីដែលយើង correct ហើយអាពណ៌ខ្មៅនេះគឺជា average ដែលយើងគណនាមកពី storm ទាំង5ហ្នឹងបាទអញ្ចឹងអានឹងគឺជារបៀបនៃការធ្វើ unit hydrograph បាទ